Hãyអ្វីបានជាយុវវ័យសម័យថ្មីមួយចំនួនចូលចិត្តសម្លុតឬបង្អាប់គ្នាលេងម្លេះចុះបើមនុស្សដែលអ្នកចំអកនោះជាអ្នកកំពុងបាក់ទឹកចិត្តមានវិបត្តិគ្រួសារឬបញ្ហាជីវិតណាមួយតើនឹងមានអ្វីកើតឡើងដោយសារតែការលេងសើចរបស់អ្នកតើអ្វីជាមូលហេតុនិងផលប៉ះពាល់នៃការសម្លុតឬការញ៉េះញោះគ្នាលេងនេះបើតាមបទពិសោធន៍ខ្ញុំជាគ្រូបង្រៀនខ្ញុំគិតថាមានមូលហេតុសំខាន់3ដែលក្មេងៗពិសេសជំទង់និយមសម្លុតនិងចំអកដាក់គ្នាលេងទីមួយព្រោះពួកគេចង់បង្ហាញថាខ្លួនឯងនឹងខ្លាំងខ្លួនឯងអស្ចារ្យជាងក្មេងៗឯទៀតអ្នកខ្លះចង់បានចំណាប់អារម្មណ៍ចង់បង្ហាញថាខ្លួនមានឥទ្ធិពលសម្បើមនិងល្បីជាងគេនៅក្នុងថ្នាក់រៀនឬនៅក្នុងចំនួនពួកគេអញ្ចឹងហើយបានជាពួកគេនឹងសម្លុតអ្នកឯទៀតទី2ព្រោះខ្វះការអប់រំនិងខ្វះការយកចិត្តទុកដាក់ពីឪពុកម្ដាយយើងដឹងហើយសម័យនេះប៉ាម៉ាក់ភាគច្រើនគាត់រវល់តែនឹងការងារមិនសូវបានយកចិត្តទុកដាក់និងឆ្វេងយល់ពីតម្រូវការរបស់កូនឡើយពេលខ្លះពួកគាត់មិនសូវបានស្គាល់ទេថាកូនរបស់ពួកគាត់នឹងប្រកែសម្ដែងក្មេងខ្លះសភាពរៀបសារណាស់នៅឯផ្ទះប៉ុន្តែឆ្លើយនៅខាងក្រៅទី3នោះគឺការតម្រឹះពីប៉ាម៉ាក់និងពីមជ្ឈដ្ឋានជុំវិញខ្លួនខ្លាំងពេកគឺទម្លាប់ឲ្យក្មេងចង់បានអីបាននឹងចង់ធ្វើអីក៏ធ្វើនឹងហើយគ្មានវិន័យអប់រំឲ្យបានតឹងរឹងច្បាស់លាស់ជាលទ្ធផលក្មេងនោះគឺខ្លាចជាក្មេងទំនើងពិបាកបដៅចូលចិត្តសម្លុតគេឯងតាមទំនើងចិត្តអញ្ចឹងទៅបើយើងក៏លេចទៅមើលផលប៉ះពាល់នៃការសម្លុតវិញគឺមាន3សំខាន់ដែរទី1វាធ្វើឲ្យកុមារជាជនរងគ្រោះចាប់ផ្ដើមដកខ្លួនថយឃ្លាតចាកឆ្ងាយពីសង្គមពួកគេចាប់ផ្ដើមឈប់និយាយរកគេឯងលាក់បាំងក្តីអាម៉ាស់និងរស់នៅក្នុងភាពភ័យខ្លាចទី2គឺលែងឲ្យតម្លៃដល់ខ្លួនឯងបើន័យថាកុមារជាជនរងគ្រោះនោះចាប់ផ្ដើមមើលឃើញខ្លួនឯងជាមនុស្សអន់ខ្សោយបាត់បង់ជំនឿជាក់និងគ្មានក្តីស្រមៃឬលែងមានទស្សនវិស័យវែងឆ្ងាយដូចក្មេងឯទៀតផលប៉ះពាល់ទី3អាចធ្វើឲ្យគេមានអាកប្បកិរិយាប្លែកដូចជាការបាក់ទឹកចិត្តការស្អប់មនុស្សជុំវិញខ្លួននិងមានគំនិតចង់សងសឹកជាដើមហេតុនេះសូមអាណាព្យាបាលទាំងឡាយឆ្លៀតពេលសម្គាល់កូនខ្លួនឯងផងកូនអ្នកអាចជាក្មេងរងគ្រោះឬជាក្មេងបង្កបញ្ហាហើយកាលណាសម្គាល់ហើយព្យាយាមចាត់វិធានការឲ្យលឿនបើដៅក្មេងមិនបាច់រើសពេលវេលាទេកុំចិញ្ចឹមកូនទុកគ្រាន់តែស្រឡាញ់សម្រាប់គ្រួសារឯងបើឃើញគេខុសបើដៅភ្លាមកុំទុកជារឿងលេងសើចព្រោះបើគេធ្វើដាក់នៅទីគេមិនសើចជាមួយយើងទេគេច្បាស់ជាឌីលដល់ពូជហើយពេលឃើញកូនខុសកូនខូចឬឆ្លើយត្រូវបដៅគេភ្លាមកុំសើចប្រយ័ត្នថ្ងៃក្រោយនៅពេលគេប្រឡូកក្នុងសង្គមគេច្រឡំថាទង្វើនោះជាទង្វើត្រឹមត្រូវបើថ្ងៃនេះអ្នកជាមនុស្សកាន់ជើងឬការពារកូនជ្រុលថ្ងៃក្រោយអ្នកចាំតែរកមេធាវីឬត្រៀមលុយបង់ឲ្យគេឲ្យហើយទៅបដៅកូនតន់ពួកគេនៅក្មេងកុំនិយាយថាក្មេងវាមិនដឹងអីកុំប្រកាន់វាអីណាពាក្យចាស់យើងនិយាយថាឃើញកូនស្គាល់មេឃើញផ្លែស្គាល់ដើមព្រោះតែម៉ែឪមិនបដៅកូនទើបគេដៀលដល់ពូជតែបើកូនដឹងខុសដឹងត្រូវព្រោះមានឪពុកម្ដាយព្រានបដៅបានល្អឃើញខុសថាខុសឃើញត្រូវថាត្រូវទាំងសុជីវធម៌និងការនិយាយស្ដីទើបថ្ងៃក្រោយពួកគេអាចរស់នៅបានចុះចំណងក្នុងសង្គមគេឯងសូមអរគុណ